បាទសួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះយើងខ្ញុំនឹងលើកនិយាយអំពីnetwork ចឹងនៅក្នុងអឺ container របស់យើងណាពេលវាដំណើរការចឹង container របស់យើងហ្នឹងវាក៏មាន configuration network ដែរដើម្បីអីគេដើម្បីឲ្យអីគេcontainer នីមួយៗហ្នឹងវាមានតំណែងគ្នាវាអាច communication គ្នាបានណាហ្នឹងហើយអញ្ចឹងមុននឹងចូលទៅកាន់តាក់ទងជាមួយនឹងnetwork ហ្នឹងអញ្ចឹងខ្ញុំសូមបន្ថែមតាក់ទងជាមួយនឹងmodule របស់វាដែលវីដេអូមុនខ្ញុំបាននិយាយតាក់ទងជាមួយនឹងcanal line logic ដែល container វាប្រសេសហ្នឹងហើយអញ្ចឹង feature សំខាន់របស់វាគឺមាន2ការខ្ញុំវីដេអូមុនណាខ្ញុំនឹងទី1ស្អីគេអញ្ចឹងយើងនិយាយគ្នាឲ្យយល់សិនបានចាំយើងចូលទៅកាន់តាក់ទងជាមួយនឹង network របស់វាហ្នឹងហើយអញ្ចឹងវាមានអីគេវាមាន C group ហើយនឹងអីគេ namespace អញ្ចឹង C group គឺជា key feature របស់ line load ដែលមិនដេញទៅលើគេមិនដេញទៅលើ resource តាក់ទងជាមួយនឹង resource អញ្ចឹងវាអាចធ្វើអីគេ limit ឬក៏ restrict access by container អញ្ចឹងណាអញ្ចឹងយើងអាចអីគេយើងអាច restrict ទៅលើអីគេ CPU អាច restrict ទៅលើ RAM disk network process ID អញ្ចឹងទៅហ្នឹងហើយហ្នឹងគឺfeature ដែលcontainer ហ្នឹងវាដែល C group ហ្នឹងធ្វើការនៅក្នុងអីគេនៅក្នុង container អញ្ចឹងមួយទៀតគឺ namespace ជា key សំខាន់មួយដែរគឺវាអីគេជាអ្នក provide isolate ហ្នឹងហើយអញ្ចឹងវាជាអ្នក provide isolate between អីគេresource ហើយនិង process អញ្ចឹងវាមានអីខ្លះដូចជាវាអាច isolate អីគេ process អញ្ចឹងបើសិនអត់ isolate process ទេអញ្ចឹង process ហ្នឹងគឺ container នីមួយៗវាមាន process រៀងខ្លួនអញ្ចឹងអញ្ចឹងវាបើសិនអត់ isolate វារញ៉េរញ៉ៃអញ្ចឹងវាអាចអីគេស្ទួនអីអញ្ចឹងទៅឬក៏វាអាចមានបញ្ហាជាមួយហោះម៉ាស៊ីនរបស់យើងផ្ទាល់អញ្ចឹងទៅហ្នឹងហើយទី2គឺតាក់ទងជាមួយនឹង network អញ្ចឹងវាអីគេវា provide network interface អញ្ចឹងទៅ network interface មួយទៀតតាក់ទងជាមួយនឹងfile system mount point របស់វាណាអញ្ចឹងnamespace ក៏ជាអ្នកisolate វាដែរអញ្ចឹង file system ហ្នឹងហើយfile system ដូចជាអីគេទៀតដូចជា host name អញ្ចឹងយើងត្រូវដឹងណា container របស់យើងគឺមាន host name ហ្នឹងហើយ host name រៀងខ្លួនអញ្ចឹងនៅពេលដែលអីគេនៅពេលដែល container យើង process អញ្ចឹងនៅពេលដែលវាមានអីគេ network provide ឲ្យវាទៅយើងអាច connect គ្នាមិនថាយើងអាចping ឬក៏អីគេសិតឲ្យវាស្គាល់គ្នាតាមរយៈ host name ឬក៏ service name អីចឹងទៅបាទអញ្ចឹងមួយទៀតតកតងជាមួយអីគេជាមួយនឹងinter process អញ្ចឹង inter process ហ្នឹង
គឺចង់និយាយគេចង់និយាយតាក់ទងជាមួយនឹង share គេ share memory share គេ share CPU តែអាហ្នឹងលក្ខណៈជា isolate ដូចខ្ញុំនិយាយគឺ namespace គឺវា manage ទៅលើ isolate C group គឺវា manage resource តាក់ទងជាមួយនឹងអីគេ limitation limit ហើយនឹងអីគេនឹង restrict បាទអញ្ចឹង key សំខាន់របស់វាគឺវាពីរហ្នឹងហើយអញ្ចឹងខ្ញុំសូមបន្ថែមមួយទៀតដូចជាតាក់ទងជាមួយនឹង user អញ្ចឹងគឺ isolate user ហ្នឹងហើយតាក់ទងជាមួយនឹង time អញ្ចឹង container ក៏វាមាន time របស់វាដែរ time clock របស់វាណាអញ្ចឹងវាគេ isolate time ហ្នឹងហើយអញ្ចឹងអាហ្នឹងសំខាន់ណាស់នៅក្នុងហ្នឹងបើសិនទាំងអស់ហ្នឹងវាបើសិន container អត់ប្រើអាហ្នឹងទេដូចខ្ញុំបញ្ជាក់ហ្នឹងគឺមិនដឹងប្រសាសន៍វាញ៉ៃមិនចេះវាមិនគេ duplicate គ្នាឬក៏វាមានបញ្ហាទៅលើហោះម៉ាស៊ីនរបស់យើងផ្ទាល់ទៀតហ្នឹងហើយបាទអញ្ចឹងខ្ញុំចង់បន្ថែមតាក់ទងជាមួយនឹង key feature របស់ kernel ដែល container ប្រើប៉ុណ្ណឹងអញ្ចឹងយើងអាចចូលមក network វិញហ្នឹងហើយអញ្ចឹងអី network អញ្ចឹងយើងដឹងហើយ network គឺអីគេឥឡូវខ្ញុំសុំចូលមកក្នុងនេះមកអញ្ចឹង Docker container network តែបើយើងនិយាយពី network ទូទៅអាហ្នឹងយើងដឹងហើយគឺអីគេសម្រាប់ឲ្យអីគេ device មួយទៅវាអាច communication គ្នាបានវាអាច access ទៅកាន់គ្នាបានអីចឹងទៅតាមរយៈ IP address អញ្ចឹងអ្នកទាំងអស់គ្នាចាំឧទាហរណ៍បើសិនយើងដូចជា client ដូចថាយើងប្រើទូរស័ព្ទដៃឬក៏ PC ណា access ទៅកាន់ឧទាហរណ៍ថា mydomain.com អញ្ចឹងការ access ហ្នឹងគឺវាមិន access ទៅ domain mydomain.com ទេជា client របស់យើងស្គាល់ទៅកាន់ domain.com ហ្នឹងតាមរយៈ IP address ទេវាមិនមែនជាស្គាល់តាមរយៈ name អីហ្នឹងទេអញ្ចឹងឧទាហរណ៍ client របស់យើង IP 1111ចាសម្រាប់ domain name គឺ IP 2222ចឹងតាហ្នឹងហើយអញ្ចឹងវាតំណាក់តំណងគ្នាបានអាស្រ័យវាពឹងផ្អែកទៅលើ IP ហ្នឹងហើយ IP វាមិនមែនជាអាស្រ័យគ្នាបានទៅលើ domain name ទេ domain name គ្រាន់តែជាឈ្មោះតំណាងឲ្យអីគេតំណាងឲ្យ IP ដើម្បីកុំឲ្យថាយើងហ្នឹងបើសិនយើងអត់មាន domain name យើងត្រូវចាំ IP ទាំងអស់មិនអញ្ចឹងដូចជា Google ក៏យើងត្រូវការគេចាំ IP វាដែរបើសិនករណីវាអត់មាន domain name អូខេអញ្ចឹងចំណុចហ្នឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងចូលអីគេយើងចូលមកកាន់អីគេចូលមកកាន់ Docker network របស់យើងវិញអញ្ចឹង Docker network គឺវា provide អីគេ visual network system ដែលអីគេវា provide network ដើម្បីអីគេដើម្បីឲ្យ container អាចថានឹង content អាចនិយាយថាដើម្បីឲ្យ container វាអាចអី communication គ្នាបានឬក៏អីអូខេអញ្ចឹងតាក់ទងជាមួយ Docker networkវា provide អាចថាវា provide visual network ដើម្បីឲ្យអីគេ container ហ្នឹងវាអាច communication គ្នាបានហ្នឹងហើយអញ្ចឹងនៅក្នុង Docker network យើងត្រូវតែចាំនៅពេលដែលយើង run container របស់យើងមិនថាលក្ខណៈជា Docker Compose ក្តីករណីដែលយើងឬក៏យើងបង្កើត network ធម្មតាក្តី by default Docker
វា auto អីឬក៏អូខេ auto use brick អញ្ចឹង Docker វានឹង provide default network ឲ្យយើងគឺជា brick ប្រភេទជា brick ណា brick network ហ្នឹងហើយអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ដឹងថា brick ហ្នឹងវាមានលក្ខណៈម៉េចអានឹងអ្នកទាំងអស់គ្នាអាច research ឬក៏ស្រាវជ្រាវបន្ថែមឲ្យតាក់ទងជាមួយនឹង brick ដោយសារហ្នឹងវាស្ថិតនៅក្នុងអីគេnetwork network layer OSI model ហ្នឹងអញ្ចឹង brick វាធ្វើការនៅអីគេ layer តាមអញ្ចឹងវានៅ layer 2ហ្នឹងហើយអូខេអញ្ចឹងយើងមកវិញអញ្ចឹង network យើងអាចប្រភេទ network ដែលយើងអាចប្រើបាននៅក្នុង Docker ហ្នឹងវាមានអីគេវាមាន4 5 tab អញ្ចឹងវាមានអីគេប្រភេទ5ប្រភេទហ្នឹងហើយអញ្ចឹងទី1គឺអីគេរបស់វា by default គឺ brick ទី2 host ទី3overlap overlay ទី4 MAC VLAN ទី5 NAN អញ្ចឹង brick វាមានលក្ខណៈម៉េចអញ្ចឹង brick នេះគឺមានន័យថាវាអនុញ្ញាតឲ្យគេ container របស់យើងហ្នឹងវាអីគេវាមានវាអាហ្នឹងអាចនិយាយថាមានថាបើសិនយើងប្រើវាហើយ container ណាដែលវា container ដែលវានៅក្នុងអីស្ថិតនៅក្នុងsame brick គឺវាអាចអីគេវាអាច communication គ្នាបានអញ្ចឹងចាំនៅពេលណាដែល container វា process នៅក្នុង the same brick មានន័យថា container ហ្នឹងគឺវាអាចអីគេវាអាច communication គ្នាបានអញ្ចឹងវាមិនមែនថាវាអត់តែស្ថិតនៅក្នុង brick វាអាចស្គាល់គ្នាបានទេតែដោយសារអីយើងបង្កើត network ជាប្រភេទ brick អញ្ចឹងបើសិន container ណាដែលវានៅក្នុង network ហ្នឹងហើយវាលក្ខណៈជា brick វានឹងស្គាល់គ្នាអូខេអីគេខ្ញុំបន្ថែមអូខេអញ្ចឹងប្រភេទ host អីគេអញ្ចឹងនៅពេលណាដែលយើងប្រើប្រភេទ network type host មានន័យថា container របស់យើងហ្នឹងគឺអាចប្រើ network host របស់ machine មានថាវាដំណើរការនៅលើវាមានថាវាដូចគ្នាទៅនឹងអីគេnetwork របស់ machine របស់យើងណាnetwork host machine អញ្ចឹងឧទាហរណ៍យើង run container មួយខ្ញុំអាចថា web 1អញ្ចឹងណាអញ្ចឹងអីគេយើង config ជាមួយនឹងគេ web server អញ្ចឹង by default គឺ web server គេយើងអាចអីគេប្រើ nginx អញ្ចឹងដែរអញ្ចឹង by default យើងដឹង web server របស់គេគឺដំណើរការនៅគេport 80អញ្ចឹងបើសិនយើងប្រើលក្ខណៈជា host ហើយ
បើយើងអាចអីគេយើងអាចបើក IP ម៉ាស៊ីនរបស់យើងហោះ IP ចឹងកន្លែងនេះយើងអាច access បានតាមរយៈ HTTP IP host ហើយនឹង port 80ហ្នឹងហើយឬក៏យើងអាច access បានអីគេ local host អញ្ចឹងដោយមិនចាំបាច់អីគេមិនចាំបាច់ export port ប៉ុន្តែបើសិនយើងប្រើអីគេ brick យើងត្រូវការអីគេ export port ចេញអញ្ចឹងដើម្បីអីគេយើងអាច access ចេញពីចូលពីម៉ាស៊ីនពីខាងក្រៅចូលទៅកាន់ container នៅនឹងបានហ្នឹងហើយអញ្ចឹងយើងបើសិនយើងអញ្ចឹងម្ដងទៀតបើសិនយើងប្រើ brick ករណីយើងចង់ access ទៅកាន់ container ហ្នឹងយើងត្រូវការប្រើ port brick export តែបើសិនហោះយើងអត់ចាំបាច់ត្រូវការ export គេដោយសារវាដំណើរការដូចទៅនឹងហោះ machine របស់យើងអញ្ចឹងតាក់ទងជាមួយនឹង container system របស់យើងដែលវា run ហ្នឹងបើសិនវាដំណើរការ report ណា by default គឺយើងអាច access port នឹងបានអូខេអញ្ចឹងមួយទៀតតាក់ទងជាមួយនឹង overlay គឺជាប្រភេទ network ដែលជាទូទៅគេប្រើលក្ខណៈជាមួយនឹងប្រភេទពួក orange sheet ដូចជាអីគេ Docker Swarm Kubernetes អីក៏ផ្សេងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាមានលក្ខណៈមិននៅពេលដែលយើងប្រើ overlap អញ្ចឹងយើងដឹងហើយបើសិនយើង set up លក្ខណៈជាប្រភេទពួក orange sheet អញ្ចឹងយើងដឹងហើយគឺច្បាស់ណាស់ system របស់យើងគឺវានឹងដើរដំណើរការលើអីគេនៅលើnode ច្រើនមិនអញ្ចឹងហ៎អញ្ចឹងបើសិនយើងអត់ប្រើ overlay ទេ brick ក៏អត់អាចធ្វើការបានដែរ host ក៏អត់អាចធ្វើការបានដែរអញ្ចឹងមានតែ overlay ប្រភេទ overlay ទេដែលវាជួយដោះស្រាយឲ្យយើងបានឧទាហរណ៍ថាយើងមាន node បើស្អីយើងត្រូវចាំប្រភេទពួក orange ហ្នឹងជាទូទៅគេ set up វាលក្ខណៈជា cluster អញ្ចឹងនៅពេលដែលយើងឮថា cluster មានន័យថាវាជាចង្កោមនៃ machine ច្រើនដែល connect គ្នាណាអាហ្នឹងគេហៅថា cluster អញ្ចឹងឧទាហរណ៍ថាខ្ញុំមាន node 1ខ្ញុំដំណើរការអីគេឧទាហរណ៍ថាវាមាន container មួយឈ្មោះថា API service អញ្ចឹងហើយអញ្ចឹង node 2វាមានអីគេវាមាន container យើងទុកអីគេ database ចុះឧទាហរណ៍ណាអញ្ចឹងច្បាស់ណាស់ API របស់យើងវាត្រូវការ connect ទៅ database អញ្ចឹងដោយសារវា run node ពីរផ្សេងវានៅលើ node ផ្សេងគ្នាអញ្ចឹងនៅពេលណាដែលយើងប្រើ overlay អញ្ចឹងវាអាចដោះស្រាយបានតាក់ទងជាមួយនឹង communication អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចដាក់អីគេយើងអាចវា connect ទៅ database អានេះនៅពេលហ្នឹងយើងអាចថា set host name ឲ្យវាអីគេ host database អញ្ចឹងទៅអញ្ចឹងនៅពេលយើងហៅ connect ទៅក្នុង database គឺយើងនៅពេលដែលនៅក្នុង config database វាមានអីគេវាមាន host name database name username password អញ្ចឹងទៅ host name គឺយើងអាចដាក់ host របស់container database ហ្នឹងទៅគឺវាស្គាល់គ្នាហ្នឹងហើយអញ្ចឹងអាហ្នឹងប្រជាប្រភេទអីគេ overlay network អញ្ចឹងមួយទៀតតាក់ទងជាមួយនឹង MAC VLAN គឺនៅពេលណាដែលយើងប្រើវាមានន័យថា container របស់យើង
គឺវាមាន real MAC address IP អញ្ចឹងនៅពេលណាដែល container របស់យើង run នៅក្នុង network ជាប្រភេទ MAC VLAN មានន័យថា container របស់យើងវានឹងមានអីគេ MAC address ផ្ទាល់ខ្លួនវាមាន IP ផ្ទាល់ខ្លួនហើយ IP ហ្នឹងគឺវា provide អីគេ provide by router របស់យើងមានន័យថាបើសិនឧទាហរណ៍ថាhost machine IP គេ 192.168.1.2 អញ្ចឹងទៅអញ្ចឹង container ច្បាស់ណាស់វានឹងនៅ rank ដូចគ្នាដែរដែលវាចាប់ចេញពី router 3អញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងជាប្រភេទ MAC VLAN ដែលយើងប្រើអញ្ចឹងបើសិនមួយទៀតបើសិនយើងប្រើ NAN អញ្ចឹងមានន័យថាបើសិនយើងប្រើ NAN មានន័យថាcontainer របស់យើងហ្នឹងវាអត់មានអីគេវាអត់មាន network ទេអញ្ចឹងកន្លែងហ្នឹងគេចង់សំដៅថាអាហ្នឹងវាអាចនិយាយថាវាអត់មានទេ no network interface អញ្ចឹងវាអត់មានបើសិនករណីវាអត់មាន network interface ហើយអញ្ចឹងវាអត់មាន IP ទេនឹងបើសិនយើងប្រើប្រភេទ NAN មានថា container របស់យើងហ្នឹងវាដំណើរការដោយអត់មាន network network interface ណាហើយវាអាចអីគេ access ទៅកាន់អីគេ container ផ្សេងទៀតបានហើយនឹងអីគេអត់អាច access ទៅកាន់អីគេ internet បានហ្នឹងហើយអញ្ចឹងត្រឡប់មកវិញប្រភេទ network នៅក្នុង Docker ហ្នឹងDocker container ហ្នឹងវាមាន5អញ្ចឹងវាមានអីគេ brick host overlay MAC VLAN ហើយនឹងអីគេ NAN អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលរូបភាពនេះអញ្ចឹងវាមាន layer របស់វាណាវាមាន layer របស់វាវាមាន structure វាមានការអាហ្នឹងគេហៅថាអីគេcontainer network modeling ហ្នឹងហើយអញ្ចឹងប្រសេសវាធ្វើការមិនដើម្បីបាន IP ទៅកាន់ container មួយហ្នឹងអញ្ចឹងវាមាន layer វាមានមួយអញ្ចឹងអាហ្នឹងមកអញ្ចឹងទាំងអស់ហ្នឹងនេះមកដុំទាំងអស់ហ្នឹងហ្មងអញ្ចឹងយើងដឹងហើយវាគឺជា host machine របស់យើងណាព្រោះអី Docker ហើយនឹង container វារ៉ានបានវាពឹងទៅលើ host ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងset up Docker ឡើងហើយយើងបង្កើត network វានឹងមានប្រសេសដូចរូបអញ្ចឹងអញ្ចឹងទី1វានឹងមានអីគេ network driver អញ្ចឹង network driver ហ្នឹងគឺគេសំដៅទៅលើ visual driver ដែលវាធ្វើការជាមួយ network machine របស់យើងមានថាវាហ្នឹងវា communication គ្នាណាវា connect គ្នាតាមអីគេតាមរយៈគេមានអីគេប្រភេទ network បានមិញមាន brick host overlap មក address អញ្ចឹងទៅបើស្អត់ហ្នឹងហើយបើMAC VLAN គឺអត់ទេដោយសារអីគេវាបាយ IP ចេញពីអីគេចេញពី router ផ្ទាល់អញ្ចឹងនៅពេល network drive នេះវាធ្វើការជាមួយ network របស់ host machine វាមានមួយទៀតវាមាន driver មួយទៀតគេហៅថា IP management ហ្នឹងហើយអញ្ចឹង IP management វាមានតួនាទីអីគេជាអ្នក manage ទៅលើ IP address
ហ្នឹងហើយដើម្បីផ្ដល់អីគេផ្ដល់ឲ្យ container នោះអញ្ចឹងវានៅក្នុង container មួយនេះវាមានអីគេវាមាន visual network interface card របស់វាហ្នឹងហើយវាមាន visual network card interface របស់វាអញ្ចឹងកាលនៅពេលដែលវាមាន network card អញ្ចឹងហើយវាស្ថិតនៅក្នុង network របស់វាហ្នឹងអញ្ចឹង automatic វានឹងចាប់បាន IP address ហ្នឹងហើយអញ្ចឹងយើងអ្នកទាំងអស់គ្នាកុំឆ្ងល់បើសិនអ្នកទាំងអស់គ្នាចង់ដឹងថា container របស់យើងមាន IP មានអីអត់អ្នកទាំងអស់គ្នាអាចចូលទៅកាន់ container ណាមួយហើយ expect វាមើលទៅឬក៏នឹង expect network ឬក៏ container នឹងមើលទៅច្បាស់នឹងឃើញ IP address អញ្ចឹងត្រឡប់មកវិញបើសិនវានៅស្ថិតនៅក្នុងnetwork តែមួយអញ្ចឹងអញ្ចឹង container អត់ទៅ container 3ហ្នឹងគឺវាអាចវាស្គាល់គ្នាវាអាច connect គ្នាបានអញ្ចឹងអូខេអញ្ចឹងតាក់ទងជាមួយនឹង network ខ្ញុំមានប៉ុណ្ណឹងភាសាខ្ញុំត្រូវដល់ម៉ោងធ្វើការហើយអញ្ចឹងវីដេអូមួយទៀតខ្ញុំនឹង break អាចថា practice ឲ្យអ្នកទាំងអស់គ្នាមើលថា4 network ហ្នឹងវា5 network ហ្នឹងវាមានលក្ខណៈវាម៉េចហើយយើង expect មើលវាទៅថាវាប្រសេសនឹងដំណើរការវាម៉េចឲ្យវាកាន់តែ deep ណាហ្នឹងហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ